បងจะทำอ่ะ ทำมาเลย โอ้หมกปองดิเอ๋สมปักดิจังยัยหมกปองไงล่ะมาท่านอ่ะเมื่อกี้ปรังแหละไงยาชื่อบัดสะอาดเลยបងប្អូនគួរឲ្យស្រឡាញ់មិនគួរមកកញ្ញាដៃខ្ញុំអត់ហ៊ានកាន់ដោយសារតែកញ្ចក់វែងស្គាល់ក្លិនហើយវាស្គាល់ក្លិនកាលណាផ្លែក្លិនខ្លាចវាខំតែមើលទៅវាស្និទ្ធជាមួយបងមែនទែនដោយសារតែបងជាអ្នកចិញ្ចឹមវារាល់ថ្ងៃហើយឲ្យចំណីឲ្យអីចឹងទៅវាស្និទ្ធវាស្គាល់ក្លិនជាមួយបងមើលទៅគួរឲ្យស្រឡាញ់តែពិបាកថែទាំខ្លាំងទេបងកដោនេះវាមិនពិបាកទេបងតែវាប្រើពេលយូរប្រើពេលយូរប្រកាសកូនយូរឯត្រង់បានកូននេះទៅបាទតែការថែទាំដូចកដោប្រេងផ្សេងៗទៀតតែយើងចាំយូរទៅវាចេះនិយាយទេអត់ចេះនិយាយដូចអីសេដូចសារកាកៅអីអត់ទេអញ្ចឹងចេះតែហឺមិញហ្នឹងហើយបងរាល់ថ្ងៃអោបកដោមួយថ្ងៃមែនដង3 4ដងដែរអញ្ចឹងអោបកដោហើយនឹងអោបបងស្អីមានសួរទៅពេលយប់ស្អីគេអោបអីគេតែពេលយប់អត់ទេយើងមានតែពេលតែកដោអោបពេលថ្ងៃហើយដល់ពេលបងស្រីអត់វិញចេះតែចឹងណាហើយចឹងនិយាយថាអោបកដោហើយនឹងអោបបងស្រីមួយណាកក់ក្ដៅជាងអោបពុនហើយចាំបើដឹងថាអោបប្រពន្ធកក់ក្ដៅជាងតែមកអោបទៅកដោការឆ្លាញ់ខុសគ្នាស្រឡាញ់សัตว์ស្រឡាញ់អីចឹងទៅបងយ៉ាត់អោបកដោយូរបើយ៉ាត់បងស្រីលេងឲ្យក្បែរតាមត្រូវដែរអូយសំទោបងស្រីអើយខ្ញុំនិយាយលេងទេសំទោបងណាសំទោគាត់តែចង់កាផ្លៃលេងមួយបងហើយចង់និយាយថាដោយសារតែស្រឡាញ់សัตว์អញ្ចឹងកសិដ្ឋានគាត់ចិញ្ចឹមមានពូជកដោប្រេងសម្រាប់យកសាច់ផងមានប្រភេទពូជកដោអស័យឬយើងហៅថាសត្វអអុនដែលគាត់ទិញមកពីថៃបកាត់ពូជចិញ្ចឹមហ្នឹងអ្នកចង់ទិញពូជយកទៅចិញ្ចឹមលម្អក៏បានបងប្អូនខ្លះចង់បានជាសាច់ក៏បានដោយសារតែគាត់ផ្គត់ផ្គង់ទាំងពូជទាំងសាច់ក៏ដូចជាការធ្វើម្ហូបឲ្យឆ្អិនហើយផ្ញើទៅក៏បានដែរបាទអញ្ចឹងចម្លែកខុសគេត្រង់ថាគេចិញ្ចឹមជ្រូកចិញ្ចឹមមាន់ចិញ្ចឹមទាតែបងចម្រើនគាត់ចិញ្ចឹមកណ្ដុរបាទដោយសារអីដោយសារគាត់រៀនបច្ចេកទេសហ្នឹងដំបូងបងរៀនពីថៃមកទៅបងធ្លាប់ទៅនៅថៃទៅធ្លាប់ជាពលករអូធ្វើការសំណង់នៅថៃអញ្ចឹងបងឥឡូវមើលសួរប្រវត្តិមកមិនបានជាបងនឹកឃើញគេចិញ្ចឹមជ្រូកចិញ្ចឹមគោចិញ្ចឹមមាន់ចិញ្ចឹមទាតែបងមិននឹកឃើញចិញ្ចឹមកដោនិយាយទៅពីមុនក៏ធ្លាប់សាកចិញ្ចឹមពួកសត្វផ្សេងពួកអងសាលីអងដៃវែងកំសាយបាទសាកច្រើនដែរបាទវាអត់ត្រូវចំណូលចិត្តបរាជ័យទាំងអស់តែគាត់ទៅមិនបរាជ័យទេគាត់បរាជ័យក្នុងការយើងអត់ចូលចិត្តចាំហើយវាអត់ត្រូវតែមកឃើញក្នុង YouTube គេចិញ្ចឹមកដោហើយថាមកយើងចូលចិត្តបាទចូលចិត្តតាមវីដេអូចឹងណាហើយទៅជួយយើងមានឱកាសឃើញគេចិញ្ចឹមយើងចង់សិក្សាពីវាទៅសិក្សាតាម YouTube រហូតដល់បែកនេះចង់ចិញ្ចឹមទៅដល់ពេលយើងនៅកន្លែងការតាមសំណងទៅមានដីតំណីហើយឧបករណ៍ខ្លះដែលយើងអាចចិញ្ចឹមបានបាទចិញ្ចឹមចឹងក៏រីកដុះដាលរហូតមកដល់ឥឡូវទៅចឹងអានេះបងត្រូវធៀបមួយកដោសុំទោសឆ្នាំអីបងឆ្នាំពោះខ្ញុំឆ្នាំពោះអីឆ្នាំរោងអូឆ្នាំពូនេះអូពូលេបកដោហេខុសគ្នាអ្នកករីអត់លេបកដោទេបើពោះវែកបានលេបកដោបានប៉ុន្តែมันសំខាន់នៅរឿងឆ្នាំទេសំខាន់យើងត្រូវធៀបជាមួយកដោអញ្ចឹងបានរីកចម្រើនអញ្ចឹងបងប្អូនមើលចុះនេះគឺជាមុខរបរមួយដែលប្លែកខុសពីគេហើយបងគាត់មានផ្គត់ផ្គង់បញ្ចប់ដូចខ្ញុំបានបញ្ជាក់ជូនអញ្ចឹងបងប្អូនតាក់ទងមកសួរគាត់ខ្លួនឯងរឿងតម្លៃថ្លៃថ្នូរល្បែបចិញ្ចឹមមិនអីមិនខ្ញុំមិនមែនជាអ្នកជំនាញទេបងប្រុសចម្រើនជាអ្នកជំនាញអញ្ចឹងបងជួយប្រកាសលេខទូរស័ព្ទម្ដងទៀតមកសម្រាប់បងប្អូនដែលគាត់ចង់តាក់ទងសាកសួរព័ត៌មានបន្ថែមរៀនពីបច្ចេកទេសចិញ្ចឹមកដោឬក៏ចង់ទិញពូជពីបងលេខទូរស័ព្ទមានទីផ្សារលេខ Smart 096 88 53 939លេខមិត្តហ្វូន067 685 499បាទអញ្ចឹងលេខមាន Telegram គឺលេខ067បាទ067មាន Telegram ប៉ុន្តែមកគូមិញខ្ញុំកក់ណាអេអរគុណ